សួស្តីនិងសូមជម្រាបសួរពុកម៉ែបងប្អូនអពុំមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបានស្នៀតពោតពុកម៉ែបងប្អូនស្នៀតពោតនេះគឺនាងខ្ញុំទិញចំនួន2គីឡូបករួចគឺបានតែប៉ុណ្ណេះឯងហើយថ្ងៃនេះគឺនាងខ្ញុំមានបំណងយកស្នៀតពោតនេះដើម្បីយកមកធ្វើជ្រក់ញ៉ាំម្ដងតើមានរសជាតិឆ្ងាញ់យ៉ាងណាសូមកុំភ្លេចតាមដានជាមួយនឹងនាងខ្ញុំទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានស្នៀតពោតចំនួន2គីឡូជាដំបូងគឺនាងខ្ញុំត្រូវមកបកសំបកពោតយកសក់និងសម្អាតវាឲ្យបានស្អាតការធ្វើរបស់នាងខ្ញុំគឺបកម្ដងមួយរហូតដល់តែស្នៀតពោតរបស់នាងខ្ញុំបានរួចទាំងអស់ហើយក៏លាងសម្រស់ទុកមួយលើរងចាំដាំទឹកនិងចាប់ដើមធ្វើជ្រក់ដល់ម៉ោងធ្វើជ្រក់ហើយពុកម៉ែបងប្អូនជាដំបូងគឺនាងខ្ញុំមានទឹកក្តៅដែលដាំពុះហើយតែម្ដងហើយក្នុងទឹកនេះគឺនាងខ្ញុំដាក់អំបិលចំនួន1វែកហើយស្ករសនាងខ្ញុំដាក់កន្លះវែកបើពុកម៉ែបងប្អូនចូលចិត្តប៊ីចេងពុកម៉ែបងប្អូនអាចដាក់ប៊ីចេងបន្តិចទៅហើយចំពោះនាងខ្ញុំភាគច្រើននាងខ្ញុំធ្វើជ្រក់គឺនាងខ្ញុំកម្រដាក់ណាស់នៅពេលដែលយើងកូរគ្រឿងទាំងអស់នេះឲ្យសព្វល្អទើបនាងខ្ញុំចាប់ដើមដាក់ស្នៀតពោតនិយាយទៅឲ្យតែនាងខ្ញុំធ្វើជ្រក់គឺនាងខ្ញុំធ្វើបែបហ្នឹងឯងមិនថាជ្រក់អ្វីទេដាក់ចូលទាំងអស់មកហើយធ្វើការចាក់ទឹកចូលចាក់ទឹកក្តៅតែម្ដងប៉ុន្តែហើយយើងក៏រក្សាទុកទៅហើយសកត់ពោតវាឲ្យលិចចូលទៅក្នុងទឹកក៏រក្សាទុកយប់ស្អែកឡើងគឺអាចបរិភោគសួស្តីនិងសូមជម្រាបសួរពុកម៉ែបងប្អូនអពុំមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបើកជ្រក់ស្នៀតពោតការធ្វើពីម្សិលមិញពុកម៉ែបងប្អូនឥឡូវគឺចាប់ដើមជូរហើយពុកម៉ែបងប្អូនអើយគឺឆ្ងាញ់ណាស់ពុកម៉ែបងប្អូនល្មមតែម្ដងនិយាយទៅលើកទី1របស់អ្នកខ្ញុំដែលនាងខ្ញុំធ្វើជ្រក់ស្នៀតពោតរសជាតិឆ្ងាញ់យើងស្លាប់តែយកស្នៀតពោតយកទៅធ្វើឆាយកទៅស្លយកទៅបុកទៅគ្រឿងតែដោយឡែកថ្ងៃនេះគឺនាងខ្ញុំយកមកធ្វើជ្រក់គឺមានរសជាតិឆ្ងាញ់ណាស់ពុកម៉ែបងប្អូនប៉ុន្តែវាខ្ចីពេកបើធំចេះឆ្ងាញ់យល់ល្អពុកម៉ែបងប្អូនបើមានបំណងយកធ្វើជ្រក់យកអារឿងធំយកខ្ចីពេកអត់ទៅជាឆ្ងាញ់ណាស់ណាប៉ុន្តែធំនេះឆ្ងាញ់